ចាជំរាបសួរនាងខ្ញុំសូមធ្វើការបញ្យល់អំពី TPR ចាការបង្រៀនដោយប្រើវិធីសាស្ត្រ Total Physical Response ចំពោះការបង្រៀនតាមវិធីសាស្ត្រខាងលើនេះគឺយើងបង្រៀនដែលឲ្យសិស្សនឹងស្ដាប់ហើយគាត់មើលទៅលើរូបភាពហើយស្ដាប់នៅសំឡេងឬក៏ពាក្យដែលគ្រូចង់ឲ្យគាត់ចេះឧទាហរណ៍គ្រូមានរូបភាព2 3 4ហើយលោកគ្រូនឹងបានបង្ហាញទៅកាន់សិស្សមានរូបមួយឈ្មោះអ្វីឧទាហរណ៍មានបូកមានខេតបន្ទាប់មកគ្រូបានលើករូបភាពហើយនិយាយសំឡេងទាំងនោះឲ្យសិស្សស្ដាប់សិស្សគ្រាន់តែស្ដាប់ទេហើយធ្វើឲ្យគាត់នឹងចងចាំនៅ keyword ទាំងអស់នោះបន្ទាប់មកគ្រូចាប់ផ្ដើមធ្វើកាយវិការទៅតាមរូបភាពនិងប្រយោគដែលគ្រូបង្កើតដើម្បីឲ្យសិស្សនឹងចងចាំហើយអាចយល់អំពីប្រយោគដែលគ្រូបាននិយាយអមជាមួយនឹងរូបភាពនិងសំឡេងអំពីពាក្យដែលគាត់បានឮបន្ទាប់ពីគ្រូបានធ្វើកាយវិការបង្ហាញគាត់ហើយគឺសិស្សចាប់ផ្ដើមធ្វើត្រាប់តាមធ្វើកាយវិការតាមអញ្ចឹងសម្រាប់ការបង្រៀនដែលយើងប្រើ I do we do you do អញ្ចឹងជំហានទី1គ្រូអនុវត្តកាយវិការទៅលើប្រយោគដែលបានបង្កើតចង់ឲ្យសិស្សចេះហើយទៅលើទី2គឺយើងធ្វើ we do ឲ្យសិស្សនិងគ្រូធ្វើរួមគ្នាទៅលើកាយវិការជាមួយប្រយោគដែលគ្រូបានបង្កើតកន្លងមកចុងក្រោយគឺយើងឲ្យសិស្សអនុវត្តដោយខ្លួនគាត់ផ្ទាល់គឺគ្រូអត់ធ្វើកាយវិការទៀតទេឲ្យសិស្សហ្នឹងគាត់ធ្វើកាយវិការស្របជាមួយនឹងប្រយោគដែលគ្រូបាននិយាយឧទាហរណ៍គ្រូនិយាយ kiss your cat អញ្ចឹងតើសិស្សគាត់អាចធ្វើកាយវិការតាក់ទងនឹងការថើបឆ្មារបស់គាត់បានឬអត់ហើយចំពោះការបង្រៀនវេយ្យាករណ៍ក៏ដូចគ្នាគ្រូអាចនិយាយឃ្លាដដែលដែលជាលំនាំឲ្យសិស្សគាត់ចេះយកទៅប្រើប្រាស់អញ្ចឹងបើថ្ងៃនេះគាត់រៀនអំពី kiss your cat អញ្ចឹងគាត់អាច change ពី cat ទៅ dog change ពី cat ទៅ kitty change ពី cat ទៅ mother father brother របស់គាត់អញ្ចឹងគាត់អាចយល់បានបន្ទាប់ពីបញ្ចប់ការបង្រៀនផងដែរយើងអាចមានការវិតម្លៃទៅកាន់សិស្សដោយឲ្យសិស្សនឹងអនុវត្តធ្វើនៅលំហាត់នៅពេលដែលគ្រូនិយាយប្រយោគដែលគាត់បានរៀនកន្លងមកហើយសិស្សអាចគូជ្រើសរើសចម្លើយដែលគាត់បានឮនៅក្នុងกระดาษរូបភាពរបស់យើងបានអញ្ចឹងបើសិនជាសិស្សគាត់គូត្រូវមានន័យថាឧទាហរណ៍គ្រូនិយាយថា open your book អញ្ចឹងសិស្សអង្កេតទៅលើ keyword គាត់ស្ដាប់បានថា book សៀវភៅហើយអញ្ចឹងគាត់អាចគូលើសៀវភៅរបស់គាត់បានអញ្ចឹងធ្វើឲ្យសន្និដ្ឋានបានថាសិស្សនឹងគាត់មានការយល់ហើយគាត់ឆាប់ចេះអញ្ចឹងវិធីសាស្ត្របង្រៀនបែបនេះសិស្សមានការសុវ័យចិត្តនៅក្នុងការចូលរួមហើយសិស្សមានការចងចាំបានយូរតាក់ទងទៅនឹងការធ្វើកាយវិការរបស់គាត់ផងដែរចំពោះការបង្រៀន TPR នេះផងដែរទាមទារឲ្យគ្រូបង្រៀនជាភាសាអង់គ្លេសសុទ្ធតែម្ដងអញ្ចឹងសិស្ស Or by C call one more I have cat you know cat yes your cat kiss your cat yes by bicycle open your book open try your car No. You know we do? Yes. Try your car. Open your book. Yeah. Kiss your cat. Listen to me and you do the action, you know? Open your book. Dry your car. Kiss your cat. Ride your bicycle. Open your book. Ride your bicycle. Dry your car. Okay. Yeah, try your car. Open your book.
Open your book. Ride your bicycle. Kiss your cat. Kiss your cat.